នាយកប្រតិបត្តិដែលចូលចិត្តត្រួតត្រារូបនេះស្រាប់តែបានដឹងក្នុងអំឡុងពេលកិច្ចប្រជុំមួយថានារីដែលគាត់បានបដិសេធនៅក្នុងបទសម្ភាសន៍នោះគឺជានារីនោះគាត់ស្រាប់តែលេចមុខក្នុងចំណោមបុគ្គលិកថ្មីនាយកប្រតិបត្តិដែលមានអំណាចខ្លាំងពេកមានការភ្ញាក់ផ្អើលប៉ុន្តែមិនយូរប៉ុន្មានស្នាមញញឹមដ៏មានអត្ថន័យមួយបានលេចឡើងនៅលើបូមាត់របស់គាត់ក្មេងស្រីនោះក៏រឹងរូសមិនចុះសម្រុងគ្នាដែរគាត់បានតបស្នងវិញដោយទឹកមុខញុះញង់នាយកប្រតិបត្តិបានបញ្ជាឲ្យជំនួយការរបស់គាត់ស៊ើបអង្កេតបញ្ហានេះភ្លាមគេបានដឹងថាឧត្តមសេនីយ៍រូបនេះពិតជាបុគ្គលិករបស់ក្រុមហ៊ុនដែលត្រូវបានចាប់ដាក់គុកដោយឧបនាយករដ្ឋមន្ត្រីលីនតៃម៉ូអ្វីបានមកដល់ចំណុចនេះហើយមេបញ្ជាការមានអារម្មណ៍ថាមានតែតាមរយៈការឲ្យឧត្តមសេនីយ៍ត្រួតពិនិត្យការពិតដ៏ឃោរឃៅនៃវិស័យធនាគារវិនិយោគប៉ុណ្ណោះទើបអាចតាមដានស្ថានភាពបានយ៉ាងមានប្រសិទ្ធភាពសង្ឃឹមថាគាត់នឹងចុះចាញ់វិញម្យ៉ាងវិញទៀតនាយកប្រតិបត្តិស្ត្រីម្នាក់បានដឹកនាំបុគ្គលិកថ្មីទៅទស្សនាក្រុមហ៊ុនការពន្យល់អំពីច្បាប់នៃការចូលបម្រើការងារអ្នកចំណូលថ្មីនៅវាមានរយៈពេលសាកល្បង3ខែប្រសិនបើអ្នកធ្លាក់ក្នុងការវិតម្លៃក្នុងអំឡុងពេលសាកល្បងសេនីយ៍និង Chairman ដែលជាព្រះសង្គ្រាមដែលមិនស្គាល់ចាញ់របស់មិត្តដរាបណាគាត់ចាត់វិធានការមានការបញ្ជាទិញណាដែលមិនអាចបំពេញបាននោះទេព្រះនៃសង្គ្រាមដែលមិនអាចឈ្នះបានខ្ញុំចង់ឃើញថាខ្ញុំចាញ់អ្នកណានៅពេលអនាគតនេះគឺជាការប្រកួតប្រជែងស្ងាត់នៅក្នុងចិត្តរបស់ខ្ញុំបន្ទាប់មកគាត់បានលះបង់ខ្លួនឯងទាំងស្រុងចំពោះការងាររបស់គាត់បានស្បត់ថានឹងធ្វើឲ្យមេតបដែលមើលងាយគាត់តាំងពីកុមារភាពមើលមកគាត់ដោយភ្នែកថ្មីទោះជាយ៉ាងណាក៏ដោយមិត្តរួមការងាររបស់គាត់បាននិយាយទៅកាន់គាត់ដោយត្រជាក់នេះគឺជាការរិះគន់លាក់កំបាំងមួយចំពោះគាត់ចំពោះការចូលទៅក្នុងក្រុមហ៊ុនតាមរយៈការភ្ជាប់ជាមួយមន្ត្រីជាន់ខ្ពស់ពួកគេថែមទាំងគំរាមដាក់គាត់ឲ្យនៅដាច់ដោយឡែកទៀតផងទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានជ្រើសរើសស្វែងយល់ពីផ្នែកចាស់ទុំដោយស្ងៀមស្ងាត់នាងលាក់ខ្លួននៅក្នុងបន្ទប់ផឹកតែម្នាក់ឯងភ្លាមនោះឧត្តមសេនីយ៍ឯកត្រូវបានកោះហៅដោយសេនាប្រមុខគុំគិតថាដោយសារតែអ្នកមានការគ្រប់គ្រងដ៏មានឥទ្ធិពលខ្លះអ្នកអាចស្នាក់នៅក្នុងសមុទ្របានដោយសុវត្ថិភាពនោះទេបុគ្គលិកណាម្នាក់ដែលកំពុងអូសទាញក្រុមឲ្យធ្លាក់ចុះខ្ញុំមានវិធីមួយដើម្បីឲ្យគាត់ចាក់ចេញឧត្តមសេនីយ៍បានបង្វិលភ្នែកដោយមិនអើពើបន្ទាប់ពីយូរដូច្នេះបន្ទាប់មកមេបញ្ជាការបានប្រគល់ឯកសារមួយអំពីក្រុមហ៊ុន Ostkilling ឲ្យគាត់សុំឲ្យគាត់សរសេររបាយការណ៍ហាមឃាត់ការស៊ើបអង្កេតលោកក៏ត្រូវបានរំលឹកផងដែរថាប្រសិនបើបុគ្គលិកសាកល្បងធ្វើខុស3ដងរយៈពេលសាកល្បងរបស់ពួកគេនឹងត្រូវបានចាត់ទុកថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឧត្តមសេនីយ៍គ្រាន់តែញឹមខ្ញុំជឿជាក់យ៉ាងមុតមមថាខ្ញុំនឹងយកវាឲ្យធ្ងន់ធ្ងរបទពិសោធន៍ការងាររបស់ខ្ញុំបង្ហាញថាខ្ញុំមិនបានចូលទៅក្នុងវាតាមរយៈការភ្ជាប់ទេដើម្បីតែកំភ្លេងអ្នកម្ដងទៀតខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពអ្នកត្រូវយល់ថាកម្លាំងធ្វើសកម្មភាពជាគូមុខខ្ញុំឈឺហើយដៃខ្ញុំក៏ឈឺដែរដូច្នេះខ្ញុំត្រូវបញ្ចប់ការងារឲ្យបានលឿនតាមដែលអាចធ្វើទៅបានឧត្តមសេនីយ៍បានប្រញាប់ប្រញាល់ទៅកាន់ក្រុមហ៊ុនភ្លាមនេះបានធ្វើឲ្យបរិយាកាសមិនច្បាស់លាស់បន្តិចខណៈពេលដែលមេតបកំពុងខិតជិតឧត្តមសេនីយ៍ភ្លើងបានរលត់នៅពេលមិនសមរម្យមានរឿងអ្វីកើតឡើងអំឡុងពេលដាច់ចរន្តអគ្គិសនីឧត្តមសេនីយ៍បានឆ្លៀតឱកាសនោះយ៉ាងរហ័សដើម្បីដកខ្លួនចេញពីមេបញ្ជាការរត់ទៅមាត់ទ្វារដើម្បីពិនិត្យមើលស្ថានភាពប៉ុន្តែមេតបបានដើរតាមពីក្រោយគាត់យ៉ាងប្រកៀកដោយចេតនារំកិលខ្លួនទៅជិតហើយសម្លឹងមើលភ្នែកគាត់នាងបាននិយាយថាតើអ្នកពិតជាបារម្ភអំពីគ្រោះថ្នាក់ដែលបុរសនិងស្ត្រីនៅតែ2នាក់ក្នុងបន្ទប់ជាមួយគ្នាមែនទេពាក្យទាំងនេះធ្វើឲ្យឧត្តមសេនីយ៍លេបទឹកមាត់យ៉ាងលំបាកនៅពេលដែលឧត្តមសេនីយ៍កាន់តែរំកិលទៅមុខទោះជាយ៉ាងណាក៏ដោយវិនាទីបន្ទាប់គឺឆ្កងណាស់វាជារឿងចម្លែកដែលទូរស័ព្ទរបស់គាត់បានខូចមានរឿងអ្វីកើតឡើងគ្រាន់តែពេលដែលអ្នកទាំងពីរកំពុងខាត់បងជាសំណាងល្អជំនួយការបានមកដល់ទាន់ពេលវេលាបន្ទាប់ពីយល់ពីស្ថានភាពរួចជំនួយការក៏បានទៅយកកូនសោយ៉ាងរហ័សក្នុងអំឡុងពេលដំណើរការរងចាំទោះជាយ៉ាងណាក៏ដោយរដូវរបស់ឧត្តមសេនីយ៍បានមកដល់មុន1ខែដែលជារឿងគួរឲ្យសោកស្ដាយណាស់នីតិហ៊ានប្រញាប់ចាប់អាវរបស់គាត់បានចាប់ឧត្តមសេនីយ៍ហើយប្រើអាវធំរបស់គាត់ចងវាជុំវិញខ្លួនកាយវិការដ៏កក់ក្ដៅនេះធ្វើឲ្យឧត្តមសេនីយ៍មានមិត្តខុសគ្នាចំពោះសេនាប្រមុខ